សារលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជបិតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសដ៏មហាសិរីមង្គលលាភិរម្យប្រសើរថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរគម្រប់90យាងចូល91ព្រះវស្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃប្រហ័សខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី18ខែមិថុនាឆ្នាំ2026តាំងនាមអរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្ដែងនៅមនោសញ្ចេតនានិងអភិវឌ្ឍនាការសាទរយ៉ាងក្រៃលែងនិងសូមប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីលួងម៉ែសូមព្រះអង្គទ្រង់សំប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាព្រះកាយពលសិរីវឌ្ឍនាព្រះរាជសុខភាពល្អបរិបូរណ៍និងព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាបានចាក់ផុតពីព្រះរោគាព្យាធិនានាជាយូរអង្វែងតរៀងទៅឆ្លៀតក្នុងវរកាសដ៏មហាអ្នកខិតរិទ្ធថ្លៃថ្លានេះខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំសូមព្រះរាជានុញ្ញាតថ្វាយនៅកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះលួងម៉ែដែលបានបំពេញព្រះរាជកិច្ចប្រកបដោយព្រះរាជគតិបណ្ឌិតទ្រង់បំពេញទុសពិតរាជធម៌និងព្រះរាជសកម្មភាពលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណព្រមទាំងព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គក្នុងព្រះរាជកិច្ចដ៏ឧត្តមឧត្តមនិងគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់មហាគ្រួសារខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលប្រកបដោយព្រះតីស្នេហាជាតិមាតុភូមិដ៏ខ្ពង់ខ្ពស់និងមានព្រះរាជមនសិការសាមគ្គីជាតិនិងឯកភាពជាតិជាធ្លុងមួយជាពិសេសតាមរយៈព្រះរាជសកម្មភាពក្នុងវិស័យមនុស្សធម៌និងសុខុមាលភាពសង្គមក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រដោយព្រះតីសន្តោសប្រណីនិងព្រហ្មវិហារធម៌បវរប្រពៃធ្វើឲ្យប្រជានុរាស្ត្រខ្មែរជាទីស្រឡាញ់របស់ព្រះអង្គរស់នៅក្នុងសុភមង្គលវិបុលភាពសន្តិភាពសម្បូរសប្បាយនិងសុខដុមរមនាសង្គមជាតិទទួលបាននូវការអភិវឌ្ឍថ្កុំថ្កើងរុងរឿងគ្រប់វិស័យទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រស្របតាមបាវចនាជាតិសាសនាព្រះមហាក្សត្រជាថ្មីម្ដងទៀតខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាថែរក្សាព្រះមហាស្វត្តឆ័ត្រនិងបុណ្យបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយ៉ានីខ្មែរគ្រប់ព្រះអង្គជាពិសេសព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋសូមព្រះអង្គតាមជួយបីបាច់ថែរក្សានិងអភិបាលប្រោះព្រំប្រទាននៅសពសាធុការពរបវរសួស្តីជ័យមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីលួងម៉ែព្រមទាំងព្រះរាជវង្សានុវង្សសូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាទទួលនៅព្រះសីយភក្តីភាពនិងអភិវឌ្ឍនាការដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសេចក្តីគួរពំគួរសូមទ្រង់ព្រះមេត្តាប្រោសថ្ងៃសុក្រ12រោចខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញថ្ងៃទី12ខែមិថុនាឆ្នាំ2026ប្រធានអរដ្ឋសភាហត្ថលេខាសម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារី